នៅក្នុងកិច្ចប្រជុំកំពូលនៃប្រទេសសេដ្ឋកិច្ចធំទាំង20ឬក៏ G20 ដែលរៀបចំនៅអាហ្វ្រិកខាងត្បូងនាថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណេតាកៃជីនិងនាយករដ្ឋមន្ត្រីចិនលោកលីឈៀងបានឈរក្បែរគ្នាក៏ប៉ុន្តែអ្នកទាំងពីរមិននិយាយរកគ្នាឡើយនេះបើយោងទៅតាមកាសែតជប៉ុន Nikkei Asia ការជួបគ្នាតែមិនស្ដីរកគ្នានេះត្រូវអ្នកកាសែតថតជាប់នៅក្នុងអំឡុងពេលថតរូបជាក្រុមជាមួយនឹងមេដឹកនាំផ្សេងទៀតនេះគឺជាសញ្ញានៃការប្រឈមមុខគ្នាចុងក្រោយបំផុតដែលបង្ហាញថាទំនាក់ទំនងរវាងមហាអំណាចអាស៊ីទាំងពីរបានធ្លាក់ចុះដល់ចំណុចទាបមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍លោកស្រីសាណេតាកៃជីបានប្រាប់អ្នកកាសែតភ្លាមថាលោកស្រីមិនមានឱកាសនិយាយជាមួយលោកលីឈៀងទេប៉ុន្តែលោកស្រីអះអាងថាជប៉ុននៅតែបើកទ្វារចំពោះកិច្ចសន្ទនាជាមួយចិនតែក៏មិនបោះបង់សិទ្ធិការពារខ្លួនដែរភាគីចិនមិនទាន់មានប្រតិកម្មនៅឡើយទេទំនាក់ទំនងចិននិងជប៉ុនបានវិលទៅរកភាពល្អកកក្រោយពេលដែលលោកស្រីសាណេតាកៃជីបានប្រាប់សភាថាចំនួនកោះតៃវ៉ាន់អាចបង្កើតជាស្ថានភាពគំរាមកំហែងទៅដល់ការរស់រានមានជីវិតរបស់ជប៉ុនជាការលើកឡើងដែលបើកផ្លូវឲ្យជប៉ុនប្រើកម្លាំងយោធាការពារកោះតៃវ៉ាន់ប្រសិនបើចិនហ៊ានឈ្លានពានប្រទេសចិនបានកោតទោសសេចក្តីថ្លែងការណ៍នេះថាជាអរិភាពស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៅពេលដែលអគ្គកុងស៊ុលចិនប្រចាំទីក្រុងអូសាកាបានបង្ហោះសារមួយនៅលើ X ដែលប្រហាក់ប្រហែលទៅនឹងការគំរាមកំហែងកាត់ក្បាលលោកស្រីសាណេតាកៃជីជាទង្វើដែលទីក្រុងតូក្យូកោតទោសថាចិនដើរហួសពីបទដ្ឋានការទូតនេះបើយោងទៅតាមកាសែត Nikkei Asia ចាប់តាំងពីពេលនោះមកសង្គ្រាមសម្ដីផ្លោងទៅផ្លោងមកដោយគ្មានសញ្ញាដកថយឡើយមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសជប៉ុនប្រមានថាការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរដែលធ្លាប់ជាសត្រូវប្រវត្តិសាស្ត្រអាចចំណាយពេលពី4ទៅ5ឆ្នាំក្រុមមន្ត្រីនិយាយថាភាពតានតឹងបច្ចុប្បន្ននេះគឺស្រដៀងគ្នាទៅនឹងការប៉ះទង្គិចគ្នារវាងទូកនេសាទនៅឆ្នាំ2010និងការធ្វើតូបនីយកម្មកោះសេនកាកុនៅឆ្នាំ2012ជាពេលដែលបង្កឲ្យមានការបែកបាក់ដ៏អាក្រក់បំផុតមួយរវាងជប៉ុននិងចិននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបខ្ញុំរស់សុធាពី News Today NTTV